ជំរាបសួរបងប្អូននេះជាការធ្វើទឹកប្រហុក anchovy នៅរដ្ឋអាមេរិក California ហ្នឹងគឺមានប្រហុកគេលក់ដាក់កំប៉ុងតូចហ្នឹងឈ្មោះថាប្រហុក anchovy បើយើងធ្វើច្រើនយើងដាក់2កំប៉ុងទៅបើយើងធ្វើតិចយើងដាក់1ប្រអប់ទៅបន្ទាប់ពីបកគម្របហើយដាក់ចូលទៅក្នុង microwave ដើម្បីកម្ដៅវាឲ្យវាទន់សាច់យើងស្រួលញីច្របាច់វាហើយខ្ញុំដាក់30វិនាទីឲ្យវាក្តៅដើម្បីនឹងកិនច្របាច់វាហើយយើងមកធ្វើលាយគ្រឿងផ្សំទឹកនេះជាទឹកក្រូចឆ្មាខ្ញុំដាក់ម្សៅស៊ុបខ្នុរ1ស្លាបព្រាដាក់ស្ករហើយប្រហុកនេះក៏បានក្តៅល្មមយើងយកមកចាក់ដាក់ចានហើយញែកវាឆ្លីញែកវាឲ្យម៉ត់រូបរាងត្រីហ្នឹងដូចជាត្រីឆ្លូញយើងអញ្ចឹងបន្ទាប់មកយើងយកបន្លែដែលយើងចិតរួចហើយមានសាឡាត់ការ៉ុតខ្ទឹមបារាំងហើយនឹងត្រប់ស្រួយដាក់លាយចូលគ្នាទៅហើយដាក់ផ្លែអូលីវដាក់ទឹកក្រូចឆ្មាដែលយើងលាយម្សៅស៊ុបខ្នុររួចហើយក៏ដាក់ប្រហុក anchovy នឹងចូលទៅហើយយើងក៏ច្របាច់វាឲ្យវាសព្វដើម្បីឲ្យវាចូលរសជាតិគឺថាឆ្ងាញ់មែនតើបងប្អូន